បាទយកព្រមបាទកន្លែងនេះសូមធ្វើការបញ្ជាក់អ្នកទាំងអស់គ្នាដែរ 5500 រៀលសូមទីមផ្ទាល់ បាទនេះចំនួនទឹកប្រាក់បន្ទាប់មកយើងចុចបញ្ជាក់មកបាទចុចបញ្ជាក់មករងចាំបន្តិចបាទអញ្ចឹងការទូទាត់បាទបងវិភាគទានលុយបសសគឺយើងធ្វើការបានបងរួចរាល់ហើយសូមគោរពជម្រាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូចែករំលែកចំណេះដឹងថ្មីបាទថ្ងៃនេះខ្ញុំសូមធ្វើការចែកជូននៅវីដេអូចំណេះដឹងថ្មីមួយស្ដីអំពីរបៀបបងប្រាក់ភាគទានបសសតាមរយៈទូរស័ព្ទដៃបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅកាន់ app ធនាគារ Easyleader ទាំងអស់គ្នាបាទពេលយើងចូលមកដល់ចំណុចនេះយើងធ្វើការដោះសូនៅលើ app បាទយើងចាប់មុនសិនដល់ពេលយើងចូលដល់ចំណុចនេះយើងចុចនៅលើផ្ទាំងដែលគេដាក់ថាបងប្រាក់បាទយើងចុចលេខបងប្រាក់បន្ទាប់មកយើងធ្វើការដោះសូលេខកូដបាទបន្ទាប់មកមានការទូទាត់ច្រើនបាទការទូទាត់ស្វ័យប្រវត្តិការទូទាត់រដ្ឋកោទឹកអគ្គិសនីបាទសហគ្រាសកសិកម្មអ្វីដែលយើងត្រូវចូលគឺយើងចូលទៅកាន់បាទយើងអូសមកយើងអូសទៅក្រោមនៅខាងក្រោមគឺសេវាសាធារណៈបាទកន្លែងសេវាសាធារណៈយើងចុចចូលមកកន្លែងសេវាសាធារណៈនេះគឺមានច្រើនបាទមានទាំងពីមន្ទីរពេទ្យមានទាំងពីបាទបានការងារអគ្គនាយកដ្ឋានគយបាទអគ្គនាយកដ្ឋានពន្ធដារក្រសួងពាណិជ្ជកម្មបាទក្រសួងការងារបាទក្រសួងដឹកជញ្ជូនបាទតែអ្វីដែលយើងចង់បាទបងគឺបងបសសប៉ុន្តែអ្នកទាំងអស់គ្នាកុំច្រឡំបាទបសសគឺមាន3បាទមានបសសបាទភាគទានសហបាទសហគ្រាសបាទភាគទានបាទបុគ្គលស្វ័យនិយោជបាទភាគទានបាទសោធនស្ម័គ្រចិត្តបាទអញ្ចឹងសម្រាប់ស្វ័យនិយោជគឺយើងយកស្វ័យនិយោជមកបាទថ្ងៃនេះខ្ញុំធ្វើការណែនាំអំពីរបៀបបងតាមបាទស្វ័យនិយោជណាបាទយើងចុចកន្លែងនេះមកបាទមកដល់កន្លែងនេះគឺដោយសារកន្លែងខ្ញុំធ្វើការបងពីខែមុនណាលេខតួលេខចាស់អញ្ចឹងអ្នកទាំងអស់គ្នាកុំໄວលេខតាមខ្ញុំលេខកន្លែងនេះតែយើងបានមកពីណាគឺលេខកាតបាទលេខកាតសម្គាល់ខ្លួនរបស់បាទសមាជិកបសសម្នាក់លេខនេះនៅខាងលើលេខកាតសម្គាល់បាទពេលកន្លែងនេះយើងបាទមកខ្ញុំធ្វើការផ្លាស់ប្ដូរលេខបាទលេខកាតបាទថ្មីមួយទៀតណាបាទលេខកាតមួយទៀតអ្នកទាំងអស់គ្នាកុំច្រឡំໄວតាមខ្ញុំណាបាទចុះយើងលុបមកបាទយើងបញ្ចូលលេខកាតបាទលេខកាតគឺយើងវាយឲ្យត្រូវបាទកុំឲ្យខុសបាទ26 80 42 65 01 30 41បាទបន្ទាប់ពីវាយអញ្ចឹងបានហើយគឺយើងបាទចុចយកព្រមបាទចុចយកព្រមពេលដែលចុចយកព្រមគឺកន្លែងនេះគឺបាទអេបបសសគឺបញ្ជាក់យើងស្រាយចំនួនទឹកប្រាក់ដែលត្រូវការកាត់ចេញហើយនឹងឈ្មោះបាទឈ្មោះយើងត្រូវផ្ទៀងផ្ទាត់ឈ្មោះបាទនេះឲ្យត្រូវជាមួយនឹងឈ្មោះកាតបាទអញ្ចឹងកន្លែងនេះគឺទូទាត់គឺការកាត់ដោយស្វ័យប្រវត្តិអូតូម៉ាទិកណាអត់មានកាត់លើខ្វះទេគឺគេកំណត់មកតែម្ដងបន្ទាប់ពីយើងផ្ទៀងផ្ទាត់មើលបាទឈ្មោះនឹងត្រឹមត្រូវហើយអ្វីយើងត្រូវធ្វើបន្តគឺចុចបាទយកព្រមបាទកន្លែងនេះសូមធ្វើការបញ្ជាក់អ្នកទាំងអស់គ្នាដែរ5500 រៀលសូមទីមផ្ទាល់បាទនេះចំនួនទឹកប្រាក់បន្ទាប់មកយើងចុចបញ្ជាក់មកបាទចុចបញ្ជាក់មករងចាំបន្តិចបាទអញ្ចឹងការទូទាត់បាទបងវិភាគទានលុយបសសគឺយើងធ្វើការបានបងរួចរាល់ហើយបាទកន្លែងនេះគឺខាងបុគ្គលិកខាងធនាគារខាងបសសគាត់បានបញ្ជាក់យើងហើយថាយើងត្រូវទូទាត់ចន្លោះពីថ្ងៃ1រហូតដល់ថ្ងៃទី15បើសិនជាអ្នកទាំងអស់គ្នាទូទាត់អត់តាន់ថ្ងៃទេគឺកាតរបស់យើងប្រើប្រាស់អត់បានទេបាទសូមបញ្ជាក់អ្នកទាំងអស់គ្នាដែរបាទកុំឲ្យភ្លេចហើយសម្រាប់យើងចូលទៅកាន់ app បសសបាទក្នុងនេះគេបានបញ្ជាក់យើងភាសាទៀតគឺឲ្យបានមុន2ថ្ងៃបានន័យថាថ្ងៃ14និងថ្ងៃ15គេដក2ថ្ងៃចេញអញ្ចឹងយើងសល់តែ3ថ្ងៃទេពីថ្ងៃទី1រហូតដល់ថ្ងៃទី13ធ្វើម៉េចនៅចន្លោះថ្ងៃហ្នឹងប៉ុន្តែបើសិនជាថ្ងៃហ្នឹងប៉ះថ្ងៃសៅរ៍អាទិត្យទៀតចុះខ្ញុំសូមការលើកទឹកចិត្តអ្នកទាំងអស់គ្នាធ្វើម៉េចចាប់ផ្ដើមថ្ងៃដាច់ខែថ្ងៃទី1ទី2ឬទី3យើងធ្វើការបង់ទៅជាវាងការភ្លេចដើម្បីឲ្យកាតរបស់យើងនៅប្រើប្រាស់បានមានសុពលភាពបាទអញ្ចឹងបាទវីដេអូចែករំលែករបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលា